Ok, số đây này taoគ្នាចឹង video នេះដែរខ្ញុំនឹងបង្ហាញដល់អ្នកទាក់ទងនឹងការ assign private IP mapping public IP ទៅឲ្យភ្ញៀវឬទៅឲ្យ customer ប៉ុន្តែ video នេះខ្ញុំសូមធ្វើការបង្ហាញទាក់ទងនឹងការប្រើប្រាស់ NAT ប៉ុន្តែយើងយកជា L2TP NAT ដែលយើង configure ពី WAN assign ទៅឲ្យភ្ញៀវ អូខេអញ្ចឹងដើម្បីធ្វើការ assign IP L2TP ទៅឲ្យភ្ញៀវបានប៉ុន្តែជា NAT នៅលើ NAT file អូខេអញ្ចឹងដំបូងយើងខ្ញុំសូមបង្ហាញត្រួសបន្តិចដំបូងយើងមាន network ហើយយើងមាន L2TP បាទហើយយើងមាន L2TP client អញ្ចឹងឧទាហរណ៍ថានេះជាខ្ញុំសូមយកលេខរៀងខ្ញុំសូមយកខាងលើនេះហ្មងបង្ហាញដល់អ្នកគ្នាអញ្ចឹងឧទាហរណ៍ថានេះជា account ហើយនេះជា password ហើយនេះជា controller IP មានន័យថាជា server របស់ IP ហើយជានេះ WAN ដែលយើង connect ទៅអូខេហើយ IP ដែលយើងប្រើប្រាស់L2TP នេះគឺជា IP កូនចៅដែលយើង configure L2TP client មកកាន់ NAT server របស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន IP ហ្នឹង Wi-Fi 01អញ្ចឹងខ្ញុំចង់ assign IP ហ្នឹងទៅ private IP ទៅឲ្យភ្ញៀវអញ្ចឹងខ្ញុំចូលកន្លែង route អូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាខ្ញុំសូមឧទាហរណ៍ណាមួយក្នុងចំណោមនេះអូខេអញ្ចឹងគឺកន្លែងនេះអ្នកនរគ្នាដាក់ឈ្មោះទៅបាទហើយនេះជា priority គឺជាលេខរៀងបាទអញ្ចឹងខាងក្រោមនេះ protocol យក IPv4 ហើយuser type យក any អញ្ចឹងកន្លែង source address ហ្នឹងអ្នកនរគ្នាធ្វើការកំណត់ source address ដែលយើងassign ទៅឲ្យភ្ញៀវឧទាហរណ៍ថា 10.26.3 អញ្ចឹងទៅអូខេអញ្ចឹងខាងក្រោមនេះគឺយើងយក any ទៀតមកហើយ soft switch ហើយកន្លែងនេះអ្នកនរគ្នាយកជាប្រភេទមានច្រើនអ្នកនរគ្នាឃើញ route មាន drop មាន L2TP tunnel route L2TP NAT អីចឹងណាហើយ EVAN tunnel route EVAN tunnel NAT អីចឹងណាអូខេអញ្ចឹងកន្លែងនេះគឺអ្នកនរគ្នាជ្រើសរើសយក L2TP NAT អញ្ចឹងត្រង់កន្លែងនេះអ្នកនរគ្នាប្រកាសជាឃើញដែរL2TP ដែលយើងធ្វើការ configure ឲ្យមុនហ្នឹងឧទាហរណ៍ថានេះ Wi-Fi 01ដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើការ save បាទអញ្ចឹងគឺហើយឯងគឺយើង assign IP ទៅឲ្យភ្ញៀវបានហើយអញ្ចឹងលេខរៀងមិញ87អញ្ចឹងឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាចង់ enable IP ហ្នឹងមកវិញនេះ IP ហ្នឹងកំពុងតែ disable ណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញ IP ដែលថា disable ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ enable អ្នកទាំងអស់គ្នាគ្រាន់តែចុច tick មកឃើញទេ enable អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំ enable វានឹងចេញនេះវាពណ៌ចេះយកពណ៌blur ខ្មៅចឹងឯងឧទាហរណ៍ខ្ញុំ enable អ្នកទាំងអស់គ្នាចាំមើលម្ដងទៀតណាបើឃើញទេអញ្ចឹង IP នេះ enable វិញហើយអញ្ចឹងបើសិន disable គឺអ្នកទាំងអស់គ្នាចុច tick កន្លែងហ្នឹងទៅបានហើយខ្ញុំមើល87បាទឃើញ disable ណាអូខេអញ្ចឹងតកតងនឹងការអឺ provide IP ទៅឲ្យភ្ញៀវតាមរយៈ NAT ប៉ុន្តែយើងយក service L2TP VPN យកមក provide ទៅឲ្យភ្ញៀវគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាអ្នកទាំងអស់គ្នា